សូមគោរពនឹងជម្រាបសួរលោកនាងជាទីគោរពនិងជាទីមេត្រីខ្ញុំបាទគង់រចនាបានវិលមកជួបលោកអ្នកសាជាថ្មីម្ដងទៀតហើយក្នុងកម្មវិធីទំព័រអាជីពបន្ទាប់ពីលោកអ្នកនាងបានទស្សនាកម្មវិធីផ្សេងៗរបស់ទូរទស្សន៍ហងមី HD TV នៅវេលាថ្មនេះលោកអ្នកប្រកាសជាទន្ទឹងរង់ចាំហើយថាតើយើងនឹងមានអ្វីប្លែកសម្រាប់បង្ហាញជូនជាពិសេសបុគ្គលណាខ្លះដែលជោគជ័យក្នុងអាជីពហើយថាតើពួកគាត់ជួបការលំបាកក៏ដូចជាត្រូវធ្វើអ្វីខ្លះដើម្បីឲ្យអាជីពរបស់ពួកគាត់ជោគជ័យនៅក្នុងសប្តាហ៍នេះខ្ញុំបាទសូមធ្វើការបង្ហាញជូនលោកអ្នកនៅអាជីពជាអ្នកតុបតែងផ្កាស្រស់តាមរោងពិធីមង្គលការឬក៏បុណ្យទាននានាបងស្រីលាក់គីជាម្ចាស់ហាងលាក់គីផ្កាស្រស់ជាបុគ្គលមួយរូបដែលពូកែខាងផ្នែកតុបតែងផ្កាស្រស់ហើយត្រូវបានអតិថិជនជាច្រើនបានទទួលស្គាល់ស្នាដៃរបស់គាត់មិនថាអតិថិជននៅតាមទីក្រុងភ្នំពេញនោះទេសូម្បីតែនៅតាមបណ្ដាខេត្តមួយចំនួនធំក៏មានដែរតាមរយៈកម្មវិធីយើងនឹងធ្វើការជជែកសួរអំពីជំនាញរបស់បងស្រីរួមនឹងគន្លឹះផ្សេងៗដែលអាចឲ្យគាត់ទទួលបាននូវភាពជោគជ័យដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញលោកអ្នកទស្សនាដោយរីករាយតុបតែងផ្កាស្រស់ៗសម្រាប់ពិធីជប់លៀងឬពិធីមង្គលការត្រូវបានគេមើលឃើញថាជារឿងដែលពេញនិយមជាខ្លាំងមិនតែប៉ុណ្ណោះម្ចាស់ពិធីខ្លះហ៊ានចំណាយលុយរាប់ពាន់ដុល្លារឬក៏អាចឈានដល់រាប់ម៉ឺនដុល្លារក៏មានដើម្បីធ្វើយ៉ាងណាឲ្យពិធីរបស់គេមើលទៅអធិកអធមនិងស័ក្តិសមទៅតាមឋានៈរបស់គេផងដែរការតុបតែងនេះបើគិតជាតម្លៃវិញច្រើនដែលខ្ញុំអាចនិយាយបានថាចន្លោះពី3000ទៅ5000ដុល្លារដោយការតុបតែងគឺជាផ្កាស្រស់ទាំងអស់ផ្កាស្រស់ទាំងអស់ទាំងក្នុងផ្ទះទាំងនៅលើឆាកនេះជាដើមការតុបតែងការនេះគឺជាការលើកកិត្តិយសមួយក្នុងពិធីដ៏អធិកអធមហើយពីព្រោះមិនបានខ្ញុំហ៊ានថាអញ្ចឹងខ្ញុំមិននឹកស្មានថាគាត់នឹងបានតែងបានអញ្ចឹងទេហ្នឹងដោយឃើញនៅក្នុងរូបរបស់គាត់ដែលគាត់ឲ្យជាអានឹងគេហៅអីណាជាដូចជា promotion ឲ្យខ្ញុំមើលហ្នឹងខ្ញុំមើលទៅដូចជាមិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចិត្តរបស់ខ្ញុំទេតែដល់គាត់តែងទៅខ្ញុំមើលទៅដូចសំនៅក្នុងខួរក្បាលរបស់ខ្ញុំដែលខ្ញុំនឹកស្មានមិនដល់សម្រាប់បរិបទនៃការនិយមរៀបចំផ្កាស្រស់ៗដែលមានក្បូរក្បាច់ប្លែកៗនេះចាប់ផ្ដើមមានតាំងពីជាង10ឆ្នាំមកហើយដំបូងឡើយការរៀបចំនៅមានទ្រង់ទ្រាយតូចនិងសាមញ្ញនៅឡើយដែលឡែកបច្ចុប្បន្ននេះតម្រូវការនៃម្ចាស់ពិធីនីមួយៗតែងតែទាមទាររកម៉ូដអ្វីដែលប្លែកថ្មីដែលអ្នកខ្លះបានស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិតខ្លះទៀតបានកែច្នៃដោយខ្លួនឯងហើយទើបធ្វើការកម្មង់ពីអ្នករៀបចំផ្កាតែម្ដងភ្ញៀវខ្លះគេមើលតាមកាតាឡុកភ្ញៀវខ្លះគេយកតាមwebsite របស់គេយកតាមនេះគេឌីហ្សាញឲ្យយើងអ្នកខ្លះយើងអ្នកគេឲ្យយើងអ្នកកំណត់ចេញខ្លួនឯងវាអត់ទៅលំបាកហ្មងអូនពួកម៉ូដដែលគេឲ្យយើងសុទ្ធតែយើងអាចធ្វើបានទាំងអស់ម៉ូដអីក៏យើងអាចធ្វើបានឲ្យតែគេមានប្លង់ឲ្យយើងមើលភាគច្រើនគឺម៉ូដប្លែកពីគ្នាព្រោះកូនកំពុងនិងកូនកំឡោះសម័យឥឡូវគេចូលចិត្តអ្វីដែលយកថាយកម៉ូដនេះឲ្យល្អដាច់គេល្អជាងគេអញ្ចឹងណាភាគច្រើនគឺម៉ូដថ្មី
ការបោះដុំផ្កាស្រស់តាំងពីឆ្នាំ1993រហូតដល់ឆ្នាំ2000បងស្រីលាក់គីបានបែកគំនិតចង់ចាប់អាជីពថ្មីធ្វើជាអ្នកតុបតែងផ្កាស្រស់សម្រាប់ពិធីផ្សេងៗបងស្រីក៏បានទៅហាត់រៀនជំនាញនេះនៅប្រទេសជិតខាងដោយពុះពៀនៅរាល់ការលំបាកទាំងឡាយរហូតដល់បានសម្រេចបងចាប់អាជីពពីឆ្នាំ2000ពីឆ្នាំ2000យើងគិតទៅវាជាង10ឆ្នាំអូនពីមុនបងបោះដុំពីឆ្នាំ93មកពីបងស្រឡាញ់ពីការរៀបចំតុបតែងហ្នឹងបងឃើញថៃរៀបអីវាស្អាតដល់អញ្ចឹងបងស្រឡាញ់បងចង់រៀបនៅស្រុកខ្មែរយើងដែរឲ្យស្រុកខ្មែរយើងមានណារបៀបការតុបតែងហ្នឹងដែរបងទៅរៀនពីថៃមកអូនចាគេបរៀនអញ្ចឹងអូនគេបរៀនរបៀបដូចក្នុងមង្គលការឬវិធីបុណ្យផ្សេងគឺដេកក្នុងផ្ទះឬមកក្នុងហាងអញ្ចឹងបងប្លង់វាធំមកលំបាកព្រោះទី1យើងអត់ចេះភាសាទី1យើងអត់ចេះភាសាទី2ក៏យើងទៅរៀននៅស្រុកគេវាមិនមែនដូចសាសយើងអាចយល់ណាគេប្រាប់ពីកាយវិការមកយើងក៏យកកំណត់មួយដែលយើងមិនចេះហ្នឹងគឺយើងប្រើកំណត់យល់យើងប្រើកំណត់អានឹងប្រើកាយវិការគេយើងមើលតាមហ្នឹងព្រោះយើងអត់ចេះភាសាបងស្រីបានបញ្ជាក់ថាការរៀនគឺគ្រាន់តែរៀនអំពីគោលគំនិតចម្បងនៃការតុបតែងផ្កានិងការច្នៃម៉ូដដែលជាគ្រោងឆ្អឹងដោយធ្វើយ៉ាងណាឲ្យមើលទៅមានភាពទាក់ទាញតែប៉ុណ្ណោះដោយឡែកការជ្រើសរើសពណ៌ផ្កាឬក៏ប្រភេទផ្កាគឺអាស្រ័យទៅលើគំនិតខ្លួនឯងសម្រាប់ប្រភេទផ្កាដែលគេនិយមប្រើច្រើនជាងគេគឺផ្កាកុលាបនិងផ្កាអ័រគីដេហើយប្រភេទផ្កាទាំងនោះភាគច្រើនគឺនាំចូលពីក្រៅប្រទេសបើទោះបីជាផ្កាមួយចំនួនដូចជាផ្កាអ័រគីដេនៅក្នុងស្រុកក៏មានដែរតែមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការដូចជាកសិដ្ឋានសូម៉ាដែលអាចផ្គត់ផ្គង់ផ្កាអ័រគីដេជាច្រើនប្រភេទសម្រាប់សន្តាគារនិងតាមផ្សារមួយចំនួនតែប៉ុណ្ណោះអ័រគីដេកុលាបព្រោះផ្កាហ្នឹងវាធន់ហើយផ្កាកុលាបហ្នឹងគឺវាមានអត្ថន័យនៅក្នុងមង្គលការតែអញ្ចឹងគេចូលចិត្តប្រើមានខ្លះដែរផ្កានៅក្នុងស្រុកយើងណាប៉ុន្តែគ្រប់គុណវាអត់គ្រប់ព្រោះយើងត្រូវការទិញវាច្រើនការតុបតែងផ្កាជាពិសេសសម្រាប់ពិធីមង្គលការត្រូវបានគេមើលឃើញថាគឺមានរៀបចំតាំងពីមុខខ្លោងទ្វារចូលរហូតដល់លើឆាកតន្ត្រីឧបករណ៍សម្ភារៈដែលចាំបាច់មានដូចជាគ្រោងដែកដែលគេបានច្នៃធ្វើជាក្បូរក្បាច់ប្លែកៗផ្កាស្រស់កន្ត្រៃនិងប្រភេទស្នោជក់ទឹកដើម្បីរក្សាផ្កាឲ្យស្រស់បានយូរសម្រាប់រោងពិធីធំបែបនេះគេចាំបាច់ត្រូវមានបុគ្គលិកយ៉ាងតិច20នាក់មានទាំងប្រុសនិងស្រីដោយស្រីទទួលខុសត្រូវផ្នែករៀបចំផ្កាចំណែកប្រុសជាអ្នកទទួលខុសត្រូវផ្នែកធ្ងន់ដូចជាលីសែងគ្រោងធ្ងន់ជាដើមគ្រោងធំជាពិសេសយើងត្រូវការប្រើកម្លាំងច្រើនព្រោះពេលណាយើងប្រើរៀបច្រើនយើងត្រូវការកម្លាំងច្រើនហើយពេលវេលាយើងរៀបក៏វាយូរជាងរោងតូចដែរជាប្រចាំមានជាង20នាក់អូនបែងចែកតាមតួនាទីដូចថាអ្នកដែលយើងនិយាយរួមយើងបែងចែកតាមដែលយើងដឹងណាយើងប្រើតាមអ្នកណាដែលរៀបម៉ូដនេះបានម៉ូដនោះបានយើងប្រើតាមហ្នឹងដើម្បីដំណើរការអាជីពជាអ្នកតុបតែងផ្កាស្រស់ឲ្យជោគជ័យនោះមិនមែនជាការងាយស្រួលប្រមាណនោះទេគឺតម្រូវឲ្យអ្នកមានជំនាញច្បាស់លាស់និងចំណាយដើមទុនច្រើនក្នុងការទិញសម្ភារៈថ្មីជាច្រើនជាបន្តបន្ទាប់ព្រោះវាជាតម្រូវការរបស់ភ្ញៀវម្នាក់ផងដែរនិយាយរួមមុខរបបការវាមិនត្រូវការដើមទុនធំទេបើធំនៅពេលដែលយើងត្រូវការមានយថាហាងលើកល្បីយើងត្រូវការមានរោងធំអញ្ចឹងយើងត្រូវការចំណាយទុនធំ
làm bay dương tinh ô bạc co là xong về đấy bà sân chỉ tham một là bò cá món sầm bẹp tham một là bò cá mình nhầm này bốn đam tôn thống đây một là bò cá nó cứ ở đam tôn tích túi các bạn này phần ta sầm khán cứ nơi lơ dương để dương điệp chòm là không có cá kia nó dương từ tua rong kia nó dương từ cam bên xong về đấy ô nó dương nhầm này tôn thống để bên năngសម្រាប់បងស្រីលាក់គីក៏បានទទួលស្គាល់ផងដែរនៅភាពជោគជ័យរបស់ខ្លួនរហូតមកទល់ពេលនេះមានអតិថិជនជាច្រើនហើយបានស្គាល់និងមកទទួលសេវាកម្មពីគាត់មានពេលខ្លះគាត់ត្រូវបែងចែកខ្លួនដើម្បីរៀបចំរោងពិធីពី2ទៅ3រោងក្នុងមួយថ្ងៃក៏មានបងលាក់គីការស្រស់នោះគឺថាគាត់មានចំណុចល្អក្នុងការតាក់ទាញនៅអតិថិជនទី1ទី2ទៀតគាត់មានបុគ្គលិកគាត់មានការរស់រាយជាមួយនឹងអតិថិជនទី3ទៀតគាត់សកម្មក្នុងការតុបតែងផ្ទះឲ្យយើងតាមសំណុំពរដែលខ្ញុំជាឪពុកកូនស្រីនឹងសំណុំពរឲ្យគាត់ធ្វើយ៉ាងណាគាត់ធ្វើយ៉ាងហ្នឹងដូចបំណងរបស់យើងដូច្នេះឃើញថាគាត់ជាអ្នកតុបតែងដែលយ៉ាងស្អាតបំផុតដល់ផ្ទះរបស់ខ្ញុំអាជីពបងសប្តាហ៍ថ្ងៃបងពេញចិត្តនឹងការរៀបចំនឹងបងពេញចិត្តមែនតែនព្រោះបងចូលចិត្តឲ្យបងស្រឡាញ់តែថាបងសប្បាយចិត្តនឹងការបរិបេបងរៀបបានស្អាតបានអតិថិជនសរសើរអញ្ចឹងបងសប្បាយចិត្តណាបងសប្បាយចិត្តមែនតែនតែពេលដែលគេសរសើរយើងណាបងគិតថាវាជោគជ័យមួយកម្រិតដែរព្រោះយើងមានអតិថិជនច្រើនចាវាមិនអត់ទេវាមានហើយព្រោះធម្មតាចិត្តរបស់មនុស្សអូនយើងមិនតម្រូវការគ្រប់ទេតែថាអ្នកខ្លះគេចូលចិត្តចែអ្នកខ្លះចូលចិត្តចុះមិនអាចតម្រូវការបានគ្រប់ 100% ទេវាមានកន្លែងខ្លះវាមានទោះខុសខ្លះដែរគ្រាន់តែយើងវាបានមួយច្រើនអតិថិជនច្រើនមួយឆ្នាំយើងបានទទួលច្រើនណាបច្ចុប្បន្ននេះអ្នកដែលចាប់អាជីពជាអ្នកតុបតែងផ្កាស្រស់គឺនៅមានតិចតួចនៅឡើយដូច្នេះហើយដើម្បីឲ្យដើរទាន់ទៅតាមសម័យកាលនិងកាន់តែជោគជ័យក្នុងអាជីពរបស់ខ្លួននោះបងស្រីលាក់គីតែងតែឆ្លៀតពេលទំនេររបស់ខ្លួនស្រាវជ្រាវរកគំនិតថ្មីបន្ថែមទៀតចាពេលទំនេរគឺខ្ញុំស្រាវជ្រាវរកម៉ូដថ្មីសម្រាប់ទុកឲ្យអតិថិជនណាភ្ញៀវណាដែលគេមិនមានម៉ូដឲ្យយើងមានម៉ូដបង្ហាញគេចាថ្ងៃក្រោយបងគិតដែរបងចង់ឲ្យទៅតែកូនបងក្មួយបងអញ្ចឹងណាឲ្យទៅរៀនបន្ថែមទៀតដើម្បីយកម៉ូដមកដើម្បីប្រជែងជាមួយទីផ្សារប៉ុន្តែរាល់ថ្ងៃនេះបងក៏ទៅមើលខ្លះដែរយើងទៅយកម៉ូដមកដែរដើម្បីទាន់សម័យគេអំបញ្ញមេនេះលោកអ្នកទើបតែបានទស្សនានៅអាជីពជោគជ័យរបស់បងស្រីលាក់គីដែលជាអ្នកជំនាញខាងផ្នែកតុបតែងផ្កាស្រស់ដោយបងស្រីបានរៀបរាប់ថាដំបូងគាត់គ្រាន់តែជាអ្នកបោះដុំផ្កាស្រស់តែប៉ុណ្ណោះតែឥឡូវនេះគាត់បានចាប់អាជីពជាអ្នកតុបតែងផ្កាវិញម្ដងដោយគាត់យល់ឃើញថានេះជាចំណង់ចំណូលចិត្តរបស់គាត់យូរហើយគាត់ក៏បានទៅរៀនជំនាញនេះនៅឯប្រទេសជិតខាងថែមទៀតផងបើទោះបីជាត្រូវជួបការលំបាកយ៉ាងណាក៏ដោយការពុះពៀគប់ផ្សំនឹងគំនិតច្នៃប្រឌិតផងនោះបានធ្វើឲ្យអាជីពរបស់គាត់ទទួលបានជោគជ័យជាខ្លាំងបើតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងបងស្រីឃើញថាអាជីពប្រភេទនេះគឺមានការប្រកួតប្រជែងខ្ពស់ដោយម្នាក់ៗត្រូវមានគំនិតប្លែកៗចេះស្វែងរកម៉ូដថ្មីៗនិងទាន់សម័យកាលជានិច្ចព្រោះថាអតិថិជនម្នាក់ៗរមែងត្រូវការអ្វីដែលថ្មីប្លែកហើយអស្ចារ្យថែមទៀតផងលើពីនេះវាគឺជាអាជីពដែលត្រូវការដើមទុនធំផងដែរលោកនេះជាទីគោរពទាំងនេះគឺជាបទពិសោធន៍ថ្មីក្នុងអាជីពជាអ្នកតុបតែងផ្កាស្រស់ដែលបងស្រីលាក់គីបានចែករំលែក
ដោយគ្នាដែរលោកអ្នកក៏អាចចូលរួមចែករំលែកជាមួយកម្មវិធីដែរដោយគ្រាន់តែតាក់ទងមកក្រុមការងារយើងខ្ញុំពេលវេលានៃកម្មវិធីទំព័រអាជីពក្នុងសប្តាហ៍នេះបានឈានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកចំពោះការទស្សនាតាំងពីដើមរហូតដល់ចប់ខណៈនេះខ្ញុំបាទគង់រចនានិងសហការីសូមគោរពលា